ខាងលើឆ្លាក់រូបមកដុំមកទៅដុំ4ជ្រុងយើងត្រូវអាលាក់តាមរូបតាមខ្នាតដែលយើងគូសវារួចហើយយើងត្រូវលាក់មកតាមគំនូសរបស់យើងនឹងវាយតាមក្បួននឹងតាមគំនូសដែលខ្នាតយើងវាស់មិនមែនចេះតែវាយដាប់ទេបើថាកាលណាយើងដាប់ពេកក់ទៅវាមិនងាយហើយទេម្ល៉េះទៅម៉ូទ័រនឹងត្រូវឡាំងតាមគំនូសដែលយើងខ្នាតយើងវាយនឹងណាត់យើងវាស់នឹងហើយបានយើងដាក់មូសហ្នឹងគេហៅមូសបងប្អូនវាយចាក់ទឹកតែមិនតិចមកថ្មព្រះវិហារស្រួលទេវាយប៉ែអូយបាយហើយនឹងតែបាយហ្មងមកកាលណាយើងមិនធ្វើអញ្ចឹងអត់មានបច្ចេកទេសវាយធ្វើរូបចម្លាក់វាយថ្មមិនចេញទេធ្វើឲ្យតែមានមុខកាត់ដាក់មូសហ្នឹងគេហៅមូសហ្នឹងដាក់ថ្ម